ជំរាបសួរបងប្អូនម្ចាស់ចំការចន្ទទីទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញរបៀបអំពីការតែងមែកកូនចន្ទទីអាយុចដែលបងប្អូនឃើញនេះគឺចន្ទទីអាយុចូល2ឆ្នាំហើយបាទដល់ខែ7 2ឆ្នាំហើយបាទបងប្អូនឃើញ2ឆ្នាំប៉ុណ្ណឹងបាទនេះគឺជាបាទមិនមែន3ឆ្នាំទេណា2ឆ្នាំអញ្ចឹងគឺខ្ញុំនឹងបង្រៀនបងប្អូនអំពីការរបៀបនៃការតែងមែកថាតែងមែកបែបណាដើម្បីឲ្យស្តង់ដារនៃដំណាំចន្ទទីរបស់យើងហើយមួយទៀតកុំឲ្យវាបាទស្លុបទ្រុបអញ្ចឹងបាទដោយសារឆ្នាំទៅបាទគឺគាត់បានតាក់តែងហើយវាចេញមែកមកអញ្ចឹងដល់ពេលដែលវានៅមានក្តឹបមានផ្លែក៏ពិបាកអូនរើសដែរបងប្អូនបាទឃើញទេបាទពិបាកអូនរើសហាអញ្ចឹងគឺយើងនឹងឲ្យខ្លាចសត្វធាតុបាទចំណុចនេះដែលគាត់ដាំនៅអានេះគឺឃើញអីផ្សេងកុំបដោតបងប្អូនសំខាន់បំផុតបងប្អូនបដោតយកតែចំណេះដឹងបានយកចំណេះដឹងដែលខ្ញុំបានចែករំលែកបាទអញ្ចឹងបងប្អូនឃើញមែកខាងក្រោមហ្នឹងវាមានដូចដើមនេះវាមាន2ជាន់មែនអត់បាទ2ជាន់អញ្ចឹងខ្ញុំបានកាត់មែកជាន់ខាងក្រោមឯសារកត្រៃបាទកត្រៃនេះវាកាត់មែកក្រោមនេះបាននេះអញ្ចឹងបាទដល់ពេលយើងវាកាត់ដែរតែវាពិបាកនឹងកាត់វាដូចអាណាទេដែលតែចំពោះបួអាណាវាស្រួលកាត់បាទអញ្ចឹងបងប្អូនត្រូវថាកាត់ខាងក្រោមហ្នឹងបាទហើយបងប្អូនត្រូវថាមុននឹងកាត់ខាងក្រោមបងប្អូនត្រូវមើលកតា2បាទកតាទី1គឺបាទមែកហ្នឹងវាមាន2ថ្នាក់បាទដើមហ្នឹងវាមាន2ថ្នាក់បងប្អូនឃើញទេមែក2ថ្នាក់ថ្នាក់ខាងក្រោមនិងថ្នាក់ខាងលើនៅពេលដែលយើងលះមែកខាងក្រោមបាទវានឹងវានៅមែកខាងលើយល់អត់បងប្អូនបាទនៅមែកខាងលើអញ្ចឹងផលរបស់យើងក៏នៅទាំងអស់នឹងដែរបាទនៅអាមែកខាងលើហ្នឹងដែលពេលយើងកាត់មែកខាងក្រោមដោយសារនេះខ្ញុំកាត់ជាគំរូដោយសារវាមែកទូចយើងអាចកាត់បានតែដោយសារខ្ញុំមានកត្រៃមែកខាងនៅនោះវាធំប្រហែលនឹងកាត់អញ្ចឹងទុកយកអាណាមកកាត់បាទគ្រាន់តែនេះខ្ញុំគ្រាន់តែចែករំលែកថាបើវាមាន2ជាន់អញ្ចឹងយើងត្រូវកាត់ជាន់ក្រោមដើម្បីងាយស្រួលពេលយើងរើសបាទងាយស្រួលពេលយើងរើសហើយមែកខាងលើទីខ្ញុំនឹងបរៀនជូនបងប្អូនបាទហើយមុនចូលបរៀនសម្រាប់បងប្អូនដែលត្រូវការបាទចង់បានបច្ចេកទេសពាក់ព័ន្ធទៅនឹងដំណាំកូនចន្ទទីដាំបាញ់ផលឲ្យកូនចន្ទទីទើបដាំឆ្នាំហ្នឹងឬឆ្នាំក្រោយបងប្អូនបាញ់ទៅដើម្បីឲ្យទី1ធំស្ទុះលូតលាស់ល្អដូចបាទចន្ទទីនេះធំអញ្ចឹងបាទទើបមែកអញ្ចឹងគឺបានទើបបានថាជិត2ឆ្នាំហើយចូលខែ7ថ្ងៃទី20បាទគឺចូលបាន2ឆ្នាំបាទតែដោយសារឥឡូវវានៅមួយឆ្នាំថា2ឆ្នាំចុះបាទចូលក្បាល2វានៅមានផ្លែដែល10បាទអញ្ចឹងថ្ងៃនេះខ្ញុំមកហាត់បង្ហាញតែងមែកជូនបងប្អូនទាំងអស់គ្នាថានៃការតាក់តែងមែកអញ្ចឹងបងប្អូនត្រូវឲ្យយល់បាទហើយមួយទៀតមែកខាងលើឧទាហរណ៍មែកខាងលើបច្ចុប្បន្ននេះវាកំពុងតែមានបាទមានមែកខាងលើមកនេះវាមានខ្នែងធ្លាក់អញ្ចឹងអាហ្នឹងគឺយើងត្រូវតែងទាំងអស់បាទគឺយើងត្រូវតែងខាងក្រោមនឹងអស់បាទហើយមួយទៀតបងប្អូនឃើញខ្ញុំកាត់ទៅឃើញនៅសល់ហ៎បាទឃើញនៅសល់ហ៎អានេះខ្ញុំចង់ជម្រាបបងប្អូនថាចំពោះដំណាំចន្ទទីមួយបើយើងកាត់នៅសល់អញ្ចឹងគឺវានឹងចេញខ្នែងអត់សូវល្អទេអញ្ចឹងចំពោះបងប្អូនក៏កាត់តែងមែកកូនចន្ទទីធ្វើម៉េចកុំឲ្យនៅសល់បាទប្រវែងអញ្ចឹងគឺបងប្អូនត្រូវធ្វើម៉េចកាត់ឲ្យកឹបបាទកាត់ឲ្យកឹបអញ្ចឹងមកបាទគឺអត់អីទេសូម្បីពីកូនប៉ុណ្ណេះគោវានេះដែរអញ្ចឹងបងប្អូនធ្វើម៉េចត្រូវកាត់ឲ្យកឹបបាទកាត់វាកឹបបាទហ្នឹងយើងមើលមែកនឹងមកមានមកអាខំគឺយើងផ្លេសឲ្យស្អាតធ្វើម៉េចឲ្យវារៀងឡើងលើកាលណាដែលមែកនេះធំនៅពេលដែលវាធំគឺយើងតែងវាទៅបាទគឺវានឹងឡើងលើមកវាធំអញ្ចឹងគឺបាទចាប់ផ្ដើមបែកមែកសាខានៅខាងលើហើយបាទចាប់ផ្ដើមបែកមែកសាខានៅខាងលើហើយទៅមែកខាងលើញ៉ៃឧទាហរណ៍នេះអីនេះបាទនេះមែកនេះវាគេមិនសូវទុកយកចោតជាបញ្ហាឲ្យបងប្អូនបាទគឺគេនឹងត្រូវកាត់វាចោលបាទដើម្បីឲ្យវាស្រឡះហើយបងប្អូនមិនបាច់ចាំភ័យអូចន្ទទីកាត់អស់ទៅអត់បែកមែកទេបងប្អូនគឺវានឹងបែកមែកបាទពីមួយឆ្នាំទៅមួយឆ្នាំហើយនៅពេលដែលបងប្អូនទុកមែកខាងហ្នឹងមែកខាងនេះបាទនៅពេលដែលវាធំបាទវានឹងកថែកដូចឆាត់ចឹងនៅពេលដែលវាចេញមែកមកយើងកាត់តរហូតបាទអាហ្នឹងគឺចំណុចមួយហើយមួយទៀតខាងក្នុងគឺយើងកាត់ឲ្យស្រឡះចឹងដើម្បីអីដើម្បីកុំឲ្យមានសត្វធាតុឧទាហរណ៍មែកហ្នឹងវាមានមែកខាងលើបុកមកក៏យើងត្រូវតាក់តែងវាដែរ
គឺយើងអាចទុកទេកាលណាដែលយើងទុកគឺបាទកាត់បន្ថយសត្វធាតុកាត់បន្ថយអីទាំងអស់បាទអាហ្នឹងគឺយើងត្រូវកាត់ធ្វើម៉េចឲ្យស្រឡះកាលណាយើងតែងមែកបាទឲ្យស្អាតស្រឡះប៉ុណ្ណឹងទី1ដំណាំចន្ទីនេះគឺនឹងមានសុខភាពល្អបាទដោយសារចន្ទីនេះណាមួយវានៅមានក្តឹបផងបាទណាមួយនៅមានក្តឹបអញ្ចឹងខ្ញុំពិបាកនឹងបង្រៀនតែងជូនបងប្អូនប៉ុន្តែខ្ញុំយកមកដើមហ្នឹងជាគំរូបាទមែកខាងក្រោមហ្នឹងគឺយើងត្រូវកាត់ដែរបាទកាត់ជាងទុកឡើងទៅលើនេះគឺមាន1 2 3 4 5មែកបាទ5មែកប៉ុន្តែយើងមិនអាចទុកទាំង5មែកហ្នឹងទេយើងនៅមើលមែកណាដែលឧទាហរណ៍វាកងគ្នាបងប្អូនឃើញទេបាទសំបីវានេះអា3នេះណានេះបើយើងទុកអានេះគឺចន្ទីហ្នឹងអត់ងើបឡើងបានទេបាទតែបើយើងកាត់អានេះគឺវានឹងងើបឡើងបាទងើបឡើងអញ្ចឹងគឺវានឹងងើបឡើងហើយចន្ទីត្រង់ទៅលើនៅពេលដែលចាប់ផ្ដើមផ្កាប្រមូលផលវាធ្លាក់ស្រយាក់មកវិញគឺផ្លែច្រើនបាទផ្លែច្រើនឧទាហរណ៍5មែកឬ3 4មែកបាទនេះវា5មែកហើយតែជាក់ស្ដែងគឺខ្ញុំមិនអាចទុកអានេះទេខ្ញុំទុកតែ4មែកទេមើលទៅពីព្រោះអីអានេះនិងអានេះវាចង់កងគ្នាអញ្ចឹងគឺយើងត្រូវកាត់មែកនឹងចោលបាទកាត់មែកហ្នឹងបាទដោយសារកន្ត្រៃទូចពិបាកកាត់ចែកឲ្យបងប្អូនមើលហើយអញ្ចឹងគឺយើងត្រូវកាត់ចោលយើងទុក4ជ្រុង4មែកបាទអញ្ចឹង4មែកឡើងទៅលើបាទកុំឲ្យវាកងគ្នាកាលណាតាវាកងគ្នាគោធ្វើឲ្យផលដំណាំចន្ទីរបស់យើងឆ្នាំក្រោយក៏យ៉ាប់ដែរបាទអញ្ចឹងបងប្អូនទស្សនានៅវីដេអូនៅឆ្នាំក្រោយខ្ញុំនឹងឲ្យបងប្អូនមើលម្ដងទៀតពីព្រោះអីបាទនេះគឺជាការដាំយកបទពិសោធន៍និងបច្ចេកទេសចែកជូនបងប្អូនឲ្យរៀនឲ្យយល់ឲ្យដឹងអំពីដំណាំចន្ទីបាទនៅពេលដែលយើងតែងយក4ជ្រុងមកវាមានមែកខាងលើបាទឆ្នាំក្រោយយើងតែងមែកខាងក្រោមស្អាតអញ្ចឹងវាអត់មានខ្នែងមកទេអញ្ចឹងយើងអាចចូលរើសបាទហើយអាខាងលើនេះវាធ្លាក់មកសាខាបាទបាទហើយចន្ទីនេះគឺខ្ញុំអត់ឲ្យទី1ទាបពេកខ្ពស់ខ្លាំងពេកទេពីព្រោះអីបាទគឺខ្ញុំទុកយកបទពិសោធន៍ពីព្រោះវាមានកស៊ូបាទវាមានកស៊ូអញ្ចឹងគឺខ្ញុំដាំនេះគឺខ្ញុំយកបទពិសោធន៍បាទហើយកស៊ូគឺចូលក្បាលមួយឆ្នាំឡើយហើយបាទអញ្ចឹងណាបាទអញ្ចឹងគឺយើងកុំសង្កេតតែកន្លែងផ្សេងយើងសង្កេតតែចំណេះដឹងទៅលើពាក់ព័ន្ធនឹងការតែងមែកទៅបាទតែងមែកកូនចន្ទីនេះគឺមានអត្ថប្រយោជន៍ហើយចំពោះបងប្អូនមួយទៀតដែលគាត់ស្រឡាញ់មែកតែបងប្អូនត្រូវចាំថាពេលបងប្អូនទុកមែកខាងក្រោមហ្នឹងគឺបងប្អូនប្រវាក់ហើអញ្ចឹងបងប្អូនមាន2ជាន់បងប្អូនត្រូវយកខ្នែងខាងលើចាំបាច់បំផុតបាទតែចំពោះដែលបងប្អូនមួយចំនួនគាត់តែងមែកទាំងពីផ្កាគឺគាត់ជើងក្រោមហ្នឹងគាត់តែងហើយប៉ុន្តែសម្រាប់ខ្ញុំមុនហ្នឹងបងប្អូនបានទស្សនាឲ្យថាខ្ញុំអត់តែងទេគឺទុករើសបាទគួសមបាទបានគួសមហើយសម្រាប់ចន្ទីនេះអាយុថា2ឆ្នាំនេះក៏ខ្ញុំបានផលគួសមដែរបាទបានផលគួសមដែរបាទហើយវានៅក្បែរអាធំបាទតែបើផ្លែគោបាទគោមិនណយដែរអាយុ2ឆ្នាំនេះបាទអញ្ចឹងចំណុចនេះគឺខ្ញុំបានជម្រាបជូនបងប្អូនហើយសង្ឃឹមថាបងប្អូននឹងអនុវត្តតាមហើយទទួលបានផលច្រើនដោយដែលខ្ញុំកំពុងតែបាទទទួលបាននេះដូចគ្នាអញ្ចឹងសូមអរគុណ